បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងមួយរយៈនេះខ្ញុំអត់បានផុសវីដេអូរយៈពេលយូរដែរអញ្ចឹងដោយសារខ្ញុំជាប់រវល់ថតហើយបន្ទាប់ពីថតមកជាប់រវល់កិច្ចការងារក្រុមហ៊ុនហើយពេលដែលទៅដល់ផ្ទះហ្នឹងជាប់កិច្ចការមួយទៀតគឺខ្ញុំផលិតហ្គេមអញ្ចឹងខ្ញុំបានបង្កើតហ្គេមមួយដើម្បីទុកជាស្នាដៃរបស់ខ្មែរយើងហើយដោយសារហ្គេមហ្នឹងខ្ញុំធ្វើអត់តាន់ហើយអញ្ចឹងខ្ញុំអត់តាន់បញ្ចេញឲ្យបងប្អូនឃើញទេហើយឥឡូវនេះក៏ខ្ញុំធ្វើវីដេអូពាក់ព័ន្ធនឹង 3D ខ្លះចែកជូនបងប្អូនដើម្បីកុំឲ្យស្ងាត់ពេកណាអញ្ចឹងថ្ងៃនេះខ្ញុំបង្រៀនអំពីកម្មវិធី Cinema 4D បាទអញ្ចឹងនេះជាទម្រង់នៃកម្មវិធី Cinema 4D បាទហើយខាងលើនេះគឺជា main menu ទាំងអស់របស់កម្មវិធីបាទអញ្ចឹងកន្លែង file នេះយើងអាច create new project ហើយតែ new file ហ្នឹងឬក៏បើក file ចាស់ដែលយើង save ទុកអីចឹងទៅបាទហើយឬក៏យើងអត់ចង់ចុចកន្លែង new project ហ្នឹងគឺយើងអាចចុចកន្លែងសញ្ញាបូកនេះគឺស្មើនឹង new project ដែរបាទអញ្ចឹងហើយមកជួរនេះគឺ tool សម្រាប់ select សម្រាប់ scale ឬក៏បង្វិលអីចឹងទៅបាទហើយកន្លែងនេះតំណាងឲ្យ axis x y z បាទចឹងមកតែយើងคลิกលើ axis x នេះមានន័យថាវា lock axis x គឺយើងអាច remove ឬក៏បង្វិលលេខបានទេពាក់ព័ន្ធនឹង axis x បាទហើយមកជួរនេះគឺជា tool សម្រាប់យើង drag សម្រាប់យើង edit point ឬក៏ line ឬក៏ផ្ទៃ surface ឬក៏ object ទាំងមូលអីនៅមួយជួរនេះបាទហើយ block កន្លែងនេះគឺជា icon សម្រាប់យើង render មើលឬក៏យើង render export ចេញជា picture ឬក៏ជា video អីចឹងទៅបាទហើយ icon នេះគឺ icon material manager បាទកន្លែងសម្រាប់ដែលយើងបង្កើត material នីមួយៗសម្រាប់ដាក់បញ្ចូលនៅក្នុង 3D object របស់យើងបាទហើយបរិវេណមួយជួរនេះគឺជា tool ដែលយើងសម្រាប់ជ្រើសរើសយកជាប្រអប់ឬក៏ជា object មូលឬក៏ជាអក្សរ 3D អីចឹងទៅ 2D អីគឺនៅលើនេះទាំងអស់មកកន្លែង effect យើងអាចបំបែក object យើងអាច clone object អីគឺ effect ភាគច្រើនគឺនៅមួយជួរនេះបាទហើយនឹងកាមេរ៉ាអីចឹងទៅបាទភ្លើងអីក៏យើងចុចម្ដងនេះដែរហើយកន្លែងនេះគឺជាកន្លែង object manager បាទអញ្ចឹងហើយបាក់វិញទៅនេះគឺជា viewport editor អញ្ចឹងរាល់អ្វីគ្រប់យ៉ាងដែលនៅក្នុង 3D ផ្ទៃនៅក្នុង scene គឺវាបង្ហាញយើងនៅទីនេះបាទហើយកន្លែងនេះគឺជា tool សម្រាប់យើង play animation បាទនេះ timeline វាបាទយើងចុច play ចុច stop អីនៅបាក់វិញឡើយនេះបាទអញ្ចឹងជំហានដំបូងឥឡូវខ្ញុំចាប់ផ្ដើមបង្កើតទម្រង់ 3D មួយបាទឬក៏ទម្រង់បន្ទាត់ឥឡូវយើងយកទម្រង់បន្ទាត់មុនចុះអញ្ចឹងយើងអាច click hold លើវាមួយស្ទុះមកវាបង្ហាញយើងច្រើន option បាទយើងចង់យកបន្ទាត់ប្រភេទណាអញ្ចឹងមកតែខ្ញុំត្រូវការបន្ទាត់ប្រភេទជ្រុងចុះ rectangle បាទ
ចឹងយើងคลิกមកយើងបានប្រភេទបន្ទាត់ជារាង rectangle បាទជារាង sphere មួយហើយពេលដែលយើងចង់คลิกលើវត្ថុអ្វីមួយគឺយើងអាច click left click លើវាទៅបាទហើយមួយទៀតខ្ញុំចុច hold លើ icon ប្រអប់ជ្រុងនេះវាបង្ហាញយើងច្រើន option តែនេះសុទ្ធតែជាប្រភេទ 3D បាទខុសពីឥឡូវនេះជាប្រភេទ spline បាទចំណែកនេះជាប្រភេទ 3D អញ្ចឹងឥឡូវខ្ញុំសាករើសយកប្រភេទ 3D ខ្ញុំយកប្រភេទប្រអប់ដែរបាទអញ្ចឹងពេលដែលយើងคลิกយកប្រអប់ 3D ហ្នឹងមកគឺវាចេញជាទម្រង់ 3D ប្រអប់មួយបាទវាខុសគ្នារវាង spline បាទ spline គ្រាន់តែជាបន្ទាត់ទេបាទអានេះជា cube 3D បាទអញ្ចឹងពេលដែលយើងចង់คลิกលើអ្វីមួយយើងអាចបោះ spline វិញយើងคลิกឲ្យចំ spline បានវាឲ្យបើយើងคลิกលើផ្ទៃនេះគឺវាអត់ឲ្យទេតែបើតម្រង់ពពួក 3D យើងคลิกកន្លែងណាក៏បានដែរឲ្យតែនៅពីលើវាគឺវាឲ្យយើងคลิกយកបានបាទហើយចំណុចបន្ទាត់3នេះគឺជាសញ្ញាព្រួយនៃ axis បាទពណ៌ខៀវនេះតំណាងឲ្យ axis Z ពណ៌ក្រហមនេះតំណាងឲ្យ axis X ពណ៌បៃតងនេះតំណាងឲ្យ axis Y Y នេះតំណាងឲ្យលើក្រោមពេលដែលយើងคลิก mouse hold ហើយយើងអូសវាទៅគឺវាទាញ object យើងឡើងលើចុះក្រោមវាអត់កលឆ្វេងស្ដាំទេគឺឡើងលើចុះក្រោមត្រង់មកហើយបើយើងคลิกលើ X axis X នេះគឺវារង្គិលឆ្វេងស្ដាំចំណែក Z នេះគឺរង្គិលទៅមុខទៅក្រោយហើយពេលដែលយើងចង់បង្វិល object ហ្នឹងមើលយើងអាច click លើពាក្យ Alt click keyboard Alt hold វាជាប់ហើយយើង click mouse click left click ហ្នឹងបាទយើង hold Alt ឲ្យជាប់ទៅយើង click mouse left click ហើយយើងអូសវាទៅគឺវាបង្វិលហើយឲ្យយើងមើលគ្រប់ជ្រុងអ្វីដែលយើងចង់មើលបាទហើយយើង play mouse វិញទៅហើយយើងចង់ zoom វាយើងអាច scroll mouse យើងបង្វិល scroll wheel mouse នឹងមកគឺវា zoom in zoom out ហើយវាយើងចង់ផានវាឆ្វេងស្ដាំលើក្រោមយើង click Alt ឲ្យជាប់ click keyboard Alt ឲ្យជាប់ហើយយើង click middle mouse អញ្ចឹងវាបង្វិលលើក្រោមបាទអូខេនេះជាមេរៀនទី1ដែលខ្ញុំបង្ហាញអំពី Cinema 4D បាទអញ្ចឹងបន្តិចទៀតជួបគ្នានៅមេរៀនទី2បាទសូមអរគុណ